អ្វីដែលខ្ញុំសង្កេតឃើញគាត់ញ៉ាំអានឹងហើយគាត់អត់ដែរឈឺសុខភាពគាត់ល្អហើយការគេងរបស់គាត់គឺគាត់និយាយថាគាត់គេងគ្រប់គ្រាន់ទៅតាមវ័យតាមអាយុរបស់គាត់ ជំរាបសួរអតិថិជនទាំងអស់គ្នាវត្តត្រឡប់មកសាជាថ្មីនៅក្នុងកម្មវិធី Holistic Feedback ថ្ងៃនេះគឺយើងមានប្រធានបទតាក់ទងជាមួយនឹងការទល់លាមកនិងកាពះពោះវៀនរបស់អូនផងដែរហើយក៏មានជាភ្ញៀវកិត្តិយសបងស្រីគាត់នឹងជំរាបជូនតាក់ទងជាមួយនឹងអត្ថប្រយោជន៍តាក់ទងជាមួយនឹងបញ្ហាផ្សេងៗដោយសារតែគាត់មានបទពិសោធន៍ផ្ទាល់តែម្ដងផងដែរអញ្ចឹងយើងជួបជាមួយនឹងបងស្រីទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរបងអាចជំរាបឈ្មោះបងបន្តិចបានទេខ្ញុំឈ្មោះលក្ខណាចាបងអូនគាត់មានអាយុប៉ុន្មានខែដែរបងអូនឥឡូវនេះគាត់76ខែហើយចាដោយសារតបងជាអតិថិជនរបស់ Holistic ផ្ទាល់ហើយបងក៏មានបទពិសោធន៍នៅក្នុងបញ្ហាកាពះពោះវៀនរបស់អូនដូចគ្នាអញ្ចឹងមុននឹងជាងឈានដល់ទៅដល់ប្រធានបទហ្នឹងខ្ញុំអាចសុំសួរបងតាក់ទងជាមួយនឹងមូលហេតុអីបានបងស្គាល់ជាមួយនឹងទៅដល់ប្រភេទ Holistic យើងដែរចាក៏ប៉ុន្តែបញ្ហាដោយសារតែអូនខ្ញុំហ្នឹងគឺគាត់ញ៉ាំប្រភេទទឹកដោះគោគាត់អត់ត្រូវគាត់មានបញ្ហាជាមួយនឹងការទល់លាមករបស់គាត់នឹងអញ្ចឹងហើយលាមករបស់គាត់ហ្នឹងគឺមានឈាមចាបងអញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមធ្វើការ research ថាតើខ្ញុំគួរតែរើសប្រភេទផលិតផលទឹកដោះគោអីដែលស័ក្តិសមសម្រាប់បញ្ហារបស់គាត់នឹងចាអញ្ចឹងខ្ញុំក៏បានចាប់អារម្មណ៍ជាប្រភេទម្សៅទឹកដោះពពែចាដែលជាផលិតផលរបស់ប្រទេសអូស្ត្រាលីហើយខ្ញុំ research មើលទៅគឺឃើញថាវាមានសារធាតុចិញ្ចឹមល្អជាពិសេសវាមានប្រភេទជាសារធាតុចិញ្ចឹមតែជួយដែរសម្រាប់អូនដែលគាត់មានបញ្ហាកាពះពោះវៀនហើយអូនដែលគាត់សម្រាប់ដោយការវះកាត់នឹងទៀតចាហើយខ្ញុំក៏បានឃើញភាសាទៅដោះប្រភេទ Holistic ចាដែលគាត់ស័ក្តិសមហើយគាត់មានជាប់ award ទៀតអញ្ចឹងចា best review ខាងម៉ាក់នៅខាងអូស្ត្រាលីរហូតចាអញ្ចឹងហើយក៏ខ្ញុំបានចាប់ផ្ដើមឲ្យគាត់ប្រើប្រាស់អាហ្នឹងទៅហើយគាត់បានប្រើប្រាស់អាហ្នឹងនិយាយទៅគឺចូលមក4ខែហើយចាហើយខ្ញុំឃើញថាសុខភាពរបស់គាត់គឺល្អចាគាត់អត់ដែរឈឺអីទេហើយទី2ការបតោបងបាត់ជើងរបស់គាត់ហ្នឹងក៏លែងមានបញ្ហាដូចមុនដែរចាគឺបាត់ជើងរៀងរាល់ថ្ងៃហើយលាមកគាត់គឺធម្មតាអញ្ចឹងខ្ញុំឃើញថាការលូតលាស់របស់គាត់ល្អចាបងអញ្ចឹងសម្រាប់ទឹកដោះពពែ Holistic របស់យើងគឺជាផលិតផលនាំចូលមកពីប្រទេសអូស្ត្រាលីហើយអីដែលកាន់តែពិសេសសម្រាប់កូនបងម៉ាម៉ាទាំងអស់គ្នាដែលគាត់កំពុងតែមានបញ្ហាទៅលើកាពះពោះវៀននៅក្នុងការបតោបងផ្សេងគឺអាចធ្វើការជ្រើសរើសជាមួយនឹង Holistic យើងបានដោយសារតែ Holistic របស់យើងគឺមានវីតាមីនជាច្រើនដែលជំនួយទៅដល់សុខភាពរបស់អូនយើងមាន probiotic prebiotic និងវីតាមីន Synbioly ដែលជំនួយទៅក្នុងកាពះពោះវៀនរបស់អូនបន្ថែមផងដែរអញ្ចឹងក៏ចង់សួរទៅបងស្រីដូចគ្នាដោយសារតែអូនសម្រាប់ដោយការវះកាត់ហើយគាត់មានបញ្ហាទល់លាមកទៀតអញ្ចឹងនៅពេលដែលបងប្រើជាមួយនឹង Holistic របស់យើងទៅអូនមានការប្រែប្រួលច្រើនអត់បងអ្វីដែលខ្ញុំសង្កេតឃើញគាត់ញ៉ាំអានឹងហើយគាត់អត់ដែរឈឺសុខភាពគាត់ល្អហើយការគេងរបស់គាត់គឺគាត់និយាយថាគាត់គេងគ្រប់គ្រាន់ទៅតាមវ័យតាមអាយុរបស់គាត់អញ្ចឹងមានន័យថាធម្មតាកូនក្មេងនៅពេលដែលសុខភាពគាត់ល្អការសម្រាករបស់គាត់ការមុំរបស់គាត់ហ្នឹងគឺបានល្អតាមនឹងហើយគីឡូរបស់គាត់ក៏លូតលាស់ល្អតាមនឹងសំខាន់ឡើយស្រួលខ្លាំងនេះអត់មានមាត់សោះហ្មងចូលមកថតមួយចានិយាយថាអូនគាត់ឡើងគីឡូហើយអូនគាត់យើងមើលនេះទៅដោយសារគាត់ឡើងគីឡូហើយគាត់លូតលាស់ច្រើនណាស់របស់គាត់នឹងវែងរៀងរបស់គាត់នឹងគឺវែងតាមនឹងចាអញ្ចឹងសម្បីតែកាពះពោះវៀនរបស់អូនក៏លូតលាស់បានល្អអាចនិយាយបានថាសម្បីតែគីឡូកម្ពស់អីផ្សេងសារពាង្គកាយរបស់គាត់គឺល្អដូចគ្នាអញ្ចឹងសម្រាប់ម៉ាម៉ាក់ដែលគាត់មានបញ្ហាតាក់ទងទៅលើកាពះពោះវៀនរបស់អូនឬក៏ការបតោបងរបស់អូនផ្សេងគឺអាចមើលនៅក្នុងវីដេអូនេះហើយទទួលបានជាមួយនឹងចំណេះដឹងល្អផងដែរព្រោះដោយសារតើម៉ាម៉ាក់ផ្ទាល់ក៏មានជាការសម្រាប់អូនដោយការវះកាត់ហើយមួយទៀតអូនក៏មានបញ្ហាកាពះពោះវៀនរហូតដល់ទៅអូនគាត់បាត់ជើងមកមានជាការឈាមអីផ្សេងផងដែរអញ្ចឹងបងគាត់ជ្រើសជាមួយនឹង Holistic របស់យើងដែលមានវីតាមីនជាមួយនឹង prebiotic probiotic synbioly នៅក្នុងហ្នឹងគឺជំនួយទៅដល់សុខភាពរបស់អូនខ្លាំងមែនតើអញ្ចឹងបងមានអីដែលចង់ recommend ទៅសម្រាប់ម៉ាក់ដែលគាត់មានកូនដែលមានបញ្ហាដូចអូនដែរអត់បងចាពីខ្ញុំទៅសម្រាប់ប្រភេទជាម្សៅទឹកដោះពពែចាជាពិសេសប្រភេទ brand Holistic នឹងតែម្ដងចាគឺល្អសម្រាប់អូនដែលគាត់មានបញ្ហាកាពះពោះវៀនដែលខ្ញុំលើកសំខាន់នឹងអញ្ចឹងណាចាឬក៏ប្រភេទមួយទៀតអូនដែលគាត់ allergy ជាមួយប្រភេទម្សៅទឹកដោះគោចាពីព្រោះសម្រាប់ម្សៅទឹកដោះពពែនេះគឺល្អសម្រាប់
សម្រាប់អូនគាត់អត់ allergy ទេជាពិសេសអូនដែលគាត់ allergy មួយស្ដែកមួយអីអញ្ចឹងណាចាអញ្ចឹងនៅក្នុងនេះគឺក៏អត់មានអាប្រភេទហ្នឹងទេអញ្ចឹងធ្វើឲ្យអូនគាត់ញ៉ាំទៅគឺគាត់មានសុខភាពល្អការលូតលាស់របស់គាត់មិនថាកម្ពស់មិនថាគីឡូគឺទៅតាមស្តង់ដារចាបងចាបងអញ្ចឹងសម្រាប់អតិថិជនទាំងអស់គ្នាដែលគាត់មានបញ្ហាសុខភាពដូចនឹងបងគាត់បានជំរាបជូនទៅដល់បងតាគ្នាអញ្ចឹងមិនត្រឹមតែបងដែលគាត់មានកូនមានអាឡែស៊ីជាមួយនឹងជាតិសរដែកវីតាមីន A1 ឬក៏បងដែលគាត់មានបញ្ហាផ្សេងៗក៏បងតាគ្នាអាចធ្វើការជ្រើសរើសឬក៏មើលនៅក្នុងវីដេអូនេះដើម្បីទទួលបានជាមួយនឹងចំណេះដឹងល្អៗផងដែរហើយអ្វីដែលកាន់តែពិសេសវីតាមីនរបស់យើងគឺយើងមាន prebiotic probiotic synbiotic ជាមួយនឹង HMO ដែលស្តីងជាមួយនឹងទឹកដោះម្ដាយអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់ចង់បំរើដោះកូនដោយទឹកដោះហើយស្តីងជាមួយនឹងទឹកដោះម្ដាយក៏អាចជ្រើសរើសជាមួយនឹង Olisic របស់យើងផ្ទាល់តែម្ដងផងដែរអញ្ចឹងជាចុងក្រោយក៏អរគុណទៅដល់បងសម្រាប់ចូលមកចែករំលែកបទពិសោធន៍ថ្ងៃនេះហើយបងមានអីបន្ថែមតិចទៀតទេដោយសារក៏កុំឲ្យបងជូនទៅដល់អតិថិជនរបស់យើងដែលគាត់ធ្វើការជ្រើសរើសជាមួយនឹងផលិតផលខុសដូចបងអូនមានបញ្ហាបាត់ជើងមកឈាមដោយសារតែអូនគាត់នៅក្នុងខែនេះគឺនៅក្រោម6ខែអញ្ចឹងវាអាចនឹងមានផលប៉ះពាល់សុខភាពរបស់អូនទៅថ្ងៃខាងមុខចឹងណាបងចាសម្រាប់ពីខ្ញុំទៅខ្ញុំចង់ចែករំលែកទៅដល់ម៉ាក់ហ្នឹងហើយសម្រាប់ការជ្រើសរើសប្រភេទផលិតផលដើម្បីឲ្យអូនកូនយើងគាត់ប្រើប្រាស់ឲ្យមានសុខភាពល្អយើងត្រូវតែប្រយ័ត្នប្រយែងឲ្យខ្លាំងមែនតែនហើយខ្ញុំបេះ recommend មកសម្រាប់ប្រភេទផលិតផលទៅដោះពពែ Olisic នេះអញ្ចឹងពីព្រោះខ្ញុំធ្លាប់អូនគាត់មានបញ្ហាដល់ពេលអញ្ចឹងទៅអ្វីដែលខ្ញុំត្រូវដើម្បីយកមកប្រើប្រាស់បន្តហ្នឹងគឺប្រយ័ត្នខ្លាំងមែនតែនចាអូខេបងតាគ្នាចឹងខ្ញុំក៏សូមអរគុណទៅដល់បងចាអរគុណទៅដល់បងតាគ្នាដែលតាមដានទស្សនាទៅលើវីដេអូមួយនេះហើយសង្ឃឹមថាបទពិសោធន៍នៅក្នុងការចែករំលែកនៅក្នុងថ្ងៃនេះទៅដល់ម៉ាក់ទាំងអស់គ្នាផងដែរនៅពេលដែលវីដេអូនឹងចេញកុំភ្លេចធ្វើការជួយ like ជួយ share ទាំងអស់គ្នាអរគុណ